នៅក្នុងពិភពគុណមនុស្សម្នាក់មានក្បាច់គុណដ៏អស្ចារ្យអាចបំផ្លាញឬការពារពិភពលោកក្បាច់ដើមនេះមិនមែនសម្រាប់សម្លាប់តែសម្រាប់ការពារយុត្តិធម៌និងមនុស្សជាទីស្រឡាញ់គាត់ជាអតីតគ្រូក្បាច់គុណដែលប្រាថ្នាចង់មានជីវិតស្ងប់ស្ងាត់រស់នៅលាក់ឈ្មោះលាក់ត្រកូលអស់រយៈពេល10ឆ្នាំប៉ុន្តែរឿងអយុត្តិធម៌ភាពច្របូកច្របល់កើតមានគ្រប់ទីកន្លែងធ្វើឲ្យពិភពគុណទាំងមូលនៅមិនសុខដោយមិនអាចទ្រាំមើលភាពអយុត្តិធម៌ត្រូវបង្ខំឲ្យគាត់ចេញមុខម្ដងទៀតក្បាច់ដាវអង្រួនពិភពគុណបើដាវនេះបង្ហាញខ្លួននោះពិភពគុណទាំងមូលនឹងភ្ញាក់ផ្អើលទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងក្បាច់ដាវអង្រួនពិភពគុណមានផ្សាយជូនទស្សនាចាប់ពីថ្ងៃសុក្រទី10ខែមេសាឆ្នាំ2026ជារៀងរាល់ថ្ងៃនៅវេលាម៉ោង 11:30 នាទីព្រឹងនិងម៉ោង 7:30 នាទីយប់នៅលើកញ្ចក់ទូរទស្សន៍ខ្សែកាប PPCTV ទៅមួយគុណគឺប៉ុស្តិ៍លេខ10